ដោយមានសំណួរច្រើនសួរមកខ្ញុំដូច្នេះខ្ញុំចង់បញ្ជាក់បន្ថែមបន្តិចថាកិច្ចប្រជុំនេះមិនមានការចូលរួមពីតំណាងសហរដ្ឋអាមេរិកឬមួយក៏មកពីប្រទេសចិនទេដោយសារថានេះគឺជាកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានទាំង11រូបជាមួយនឹងអគ្គលេខាធិការរបស់អាស៊ានគឺលោកបណ្ឌិតកៅកំហួនតែនៅក្នុងចំណោមប្រមុខការទូតទាំង11ប្រទេសនេះគឺមាន2ប្រទេសដែលរដ្ឋមន្ត្រីការបរទេសមិនបានចូលរួមទេទី1គឺប្រទេសមីយ៉ាន់ម៉ាដែលចាត់តាំងឲ្យឯកអគ្គរដ្ឋទូតរបស់ខ្លួនចូលរួមដោយផ្ទាល់ហើយនឹងឧត្តមមន្ត្រីរបស់ខ្លួននឹងចូលរួមតាមរយៈ video conference ពីប្រទេសមីយ៉ាន់ម៉ាដោយឡែកប្រទេសវៀតណាមបានបញ្ជូនមកអនុរដ្ឋមន្ត្រីការបរទេសអញ្ចឹងសរុបទាំងអស់ទៅមកដល់ម៉ោងនេះគឺរដ្ឋមន្ត្រីការបរទេសនិងអនុរដ្ឋមន្ត្រីការបរទេសរបស់វៀតណាមបានមកដល់ទីក្រុងកូឡាឡាំពួរអស់ហើយកិច្ចប្រជុំនេះគឺនឹងដំណើរការទៅរយៈពេលតែ1ម៉ោងកន្លះទេតាមគម្រោងប៉ុន្តែជាទូទៅកិច្ចប្រជុំនានាតែមានការអូសបន្លាយពេលវេលានៅពេលដែលប្រធានបទត្រូវការចាំបាច់ពិភាក្សាបន្ថែម